ចឹងសូមស្វាគមន៍ដល់ទៀតហើយយើងនឹងសិក្សាអំពី control structure នៅក្នុង PHP បន្តទៀតបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងបន្តអំពីការប្រើប្រាស់បាទ loop structure បាទអញ្ចឹងឧទាហរណ៍នៃការប្រើប្រាស់ loop structure នៅក្នុងនេះគឺខ្ញុំនឹងបង្ហាញអំពី for each loop បាទពីព្រោះការប្រើប្រាស់នៅ structure ដើម្បីយើង access ទៅកាន់ array បាទចឹងនៅក្នុងនេះគឺដើម្បីយើងប្រើប្រាស់បាទជ្រើសរើសនៅ statement ឬក៏ loop structure ដើម្បីប្រើប្រាស់ឧទាហរណ៍ដូចជា for each ណា for each ជាច្រើនគឺគេប្រើប្រាស់ដើម្បី access ទៅកាន់ element បាទរបស់ array ឬក៏ធ្វើការងារជាមួយនឹង collection ឬក៏ array បាទចឹងឧទាហរណ៍ថាខ្ញុំមាន array មួយ data ជា array អញ្ចឹងទាក់ទងនឹងមេរៀន array ដោយសារយើងត្រូវរៀនបន្តទៀតប៉ុន្តែនៅក្នុងនេះគឺដោយសារយើងត្រូវអនុវត្តជាមួយនឹង loop បាទអញ្ចឹងខ្ញុំនឹងឧទាហរណ៍នៃការ create array បាទcreate array ណាបាទ create array variable បាទដើម្បីយើងធ្វើការងារជាមួយនឹង loop structure ណាបាទអញ្ចឹង array ជាទូទៅឧទាហរណ៍ថាខ្ញុំប្រកាស name បាទឬក៏ខ្ញុំដាក់ថា person ឬក៏ people class people ជាទូទៅ array យើងអាចប្រកាសពីរបៀបបាទរបៀបចាស់គឺយើងអាចប្រកាសជាមួយនឹងការប្រើប្រាស់variable ស្មើនឹង array បាទ array function ហើយ parameter ណា parameter កន្លែងនេះគឺជា value របស់ array ណាជាទូទៅ array យើងមាន2បាទយើងមាន2ឬក៏3របៀបបាទអញ្ចឹង array វាមានយើងហៅថា index array ណានៅក្នុង PHP array ដែលមានមួយវិជ្ជមានឬក៏ index array បាទassociative array បាទ associative បាទ array បាទហើយនឹង multi ណាបាទ multi dimensional array multi dimensional ណាបាទអញ្ចឹង array វាមាន3ណាបាទវាមាន3នៅក្នុង PHP បាទអូខេអញ្ចឹងដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ control structure ឬក៏ loop structure ក្នុងនេះខ្ញុំឧទាហរណ៍ថាយើងប្រើ loop for ឬក៏ for each ដើម្បី access ជាមួយនឹង collection ឬក៏ array បាទអញ្ចឹងឧទាហរណ៍ថាការប្រកាស array ប្រភេទទី1បាទប្រភេទចាស់បាទ series ចាស់គឺយើងvariable ស្មើនឹង array បាទ keyword function array ហើយ parameter គឺយើងផ្ដល់តម្លៃ initialize value array value កន្លែងនេះគឺយើងផ្ដល់តម្លៃឲ្យ array ដែលជាធាតុរបស់វាបាទ array គឺវាស្ថិតនៅក្នុងលំដាប់នៃ index និង element បាទអញ្ចឹងឧទាហរណ៍ថាកន្លែងនេះប្រកាសយើងប្រកាស array people មួយបាទដែលមាន4ធាតុបាទអញ្ចឹង people ថាខ្ញុំដាក់ឈ្មោះថា Dina បាទWani Dina ហើយសុខាបាទហើយនឹង gender ឧទាហរណ៍អញ្ចឹង array កន្លែងនេះគឺជា array ដែលមានចំនួន4 element បាទបើនិយាយពី array គឺយើងយល់ដឹងទាំងអស់គ្នាច្រើនហើយអញ្ចឹងខ្ញុំជាឧទាហរណ៍បាទសង្ខេបអញ្ចឹងដើម្បីយើង access ទៅកាន់ធាតុណាមួយរបស់ array ឬក៏ក្នុងករណីដែលយើង access ទៅកាន់ធាតុទាំងអស់របស់ array គឺយើងប្រើបាទយើងប្រើ loop ណាបាទយើងប្រើ loop អញ្ចឹងកន្លែងនេះគឺខ្ញុំប្រើ for each loop ដើម្បី access ទៅកាន់ធាតុទាំងអស់របស់ array បាទយើងប្រើ for each loop for each loop គឺជាទូទៅយើងប្រើក្នុង PHP នៅក្នុង C# បាទយើងប្រើ for each loop ណាបាទ for each loop នៅក្នុង PHP ឬក៏ C# បាទអញ្ចឹង for each loop ហ្នឹងគឺទី1បាទ variable យើងប្រកាស variable ឧទាហរណ៍ថាpeople បាទយើង people មាន as collection ណាបាទ as keyword ហើយនឹង collection របស់យើងកន្លែងនេះគឺជា array បាទ as people អញ្ចឹងណាបាទ as people ហើយយើង output មកបាទយើង output ហ្នឹងគឺយើង output នៅ variable ដែលជាតំណាងរបស់ collection បាទនៅក្នុង parameter របស់ for each នេះអញ្ចឹងយើងពេលយើង output គឺយើងចាប់យកមិនមែនចាប់យក
array មកទេបាទឈ្មោះ collection មកទេគឺយើងចាប់យក variable ដែលជា instant ឬក៏តំណាងឲ្យ collection ឬក៏ array បាទអញ្ចឹងយើង echo echo មកយើងដាក់ all person បាទ all people បាទអញ្ចឹង all people យើងចាប់យកតម្លៃរបស់ instant បាទឬក៏ variable ដែលតំណាងឲ្យ array បាទដែលយើងចង់បង្ហាញទិន្នន័យបាទកន្លែងនេះបាទ dot people បាទ echo ហើយយើងដាក់ចេះវិញមកបាទយើងដាក់ string all people ហើយយើង format string មកយើង format string កន្លែងនេះបាទយើងចឹងមកបាទរួចហើយពេលនេះយើងអាច output បាទ output ហើយយើងតេស្តអំពីការ access ទៅកាន់ធាតុរបស់ array បាទយើងចង់ដឹងថាតើការប្រើប្រាស់នៅ loop structure របស់យើងធ្វើការងារជាមួយ collection ឬក៏ការ access ទៅកាន់ធាតុរបស់ array ហ្នឹងគឺបានត្រឹមត្រូវដែរឬទេអញ្ចឹងយើងអាច run មើលបាទ okay undefined variable people in line of bool for each argument must be type array object none given បាទអញ្ចឹងយើងមើល line ទី14បាទ people as people បាទទៀងទាត់នៅម្ដងទៀតso for each បាទយើងឆែកមើលបាទfor each បាទ color អូខេបាទដូរកន្លែងនេះបន្តិចបាទអានេះគឺ collection ណាបាទអានេះ collection ហើយនេះ variable បាទ output មកគឺ variable បាទអញ្ចឹងដល់ពេលយើងយើង run ម្ដងទៀតបាទហ្នឹងហើយបាទវាដំណើរការណាបាទអូខេអញ្ចឹងអានេះ br មកបាទ br បាទនេះគឺជាការ output នឹងការធ្វើការងារជាមួយនឹង array បាទការងារជាមួយនឹង array បាទសម្រាប់ array ការប្រើប្រាស់ array ក្នុង PT ដែលយើងអនុវត្តជាមួយនឹង loop structure ណាបាទអូខេអញ្ចឹងខ្ញុំអនុវត្តតែមួយនឹងទេសម្រាប់បង្ហាញអ្នកទាំងអស់គ្នាបាទនៅក្នុង array អញ្ចឹងយើងនឹងពិភាក្សាគ្នា array នៅក្នុងវីដេអូមួយវីដេអូផ្សេងទៀតដែលយើងអាចពិភាក្សាគ្នាបន្ថែមទាក់ទងនឹង array បាទទៅនឹង array អូខេអញ្ចឹងចំពោះ array គឺយើងមានពី3ប្រភេទទៀតណាបាទពី3ប្រភេទទៀតយើងមាន associative array និង multi dimensional array បាទអញ្ចឹងទាក់ទងនឹង array ខ្ញុំនឹងបង្ហាញបន្ថែមបន្តិចទៀតបាទយើងមើល array បន្តិចបាទឥឡូវយើងមើលទាក់ទងនឹង associative array សិនណាបាទ associative array បាទឥឡូវយើងមើល array បាទយើងចូលខ្ញុំឲ្យយើងទាំងអស់គ្នាមើលទៅ website WC School បាទហើយយើងនឹងមើលទាំងអស់គ្នាអំពី associative array បាទយើងមាន index array associative array ណា multi dimensional array បាទហ្នឹងគឺជាប្រភេទនៃ array ឥឡូវយើងមើល associative array គឺយើងជាអ្វីហើយវាមានលក្ខណៈវាម៉េចជាទូទៅ associative array គឺជា array ដែលមានគេហៅថា array ដែលមានលក្ខណៈជា key pair value ណាបាទ array ដែលមានលក្ខណៈ key pair value បានន័យថា array ដែលមានទម្រង់ជា label ហើយនឹង value បាទអញ្ចឹងវាមានគូវាមានលក្ខណៈជាគូវាគឺ column ហើយនឹង value បាទឧទាហរណ៍ថា brand Ford បាទ model Mustang អញ្ចឹងទៅ year បាទអញ្ចឹងនៅក្នុងនោះគឺគេប្រើ key pair value
key pair value ហ្នឹងគឺបានន័យថាតម្លៃវាជាគូបាទតម្លៃពេលយើងរិតវាតម្លៃរបស់វាហ្នឹងគឺយើងរិតមកជាគូតែម្ដងហើយការប្រកាសនេះគឺយើងកន្លែងនេះគឺជា key ឬក៏ label ឬក៏យើងអាចថា column កន្លែងនេះជា value បាទអញ្ចឹងឧទាហរណ៍ថា mode lan បាទហ្នឹងហើយ model ហើយនឹង year បាទអញ្ចឹងវាមកទាំងគូគ្នាណាបាទអញ្ចឹងនៅពេលនេះចំពោះការ output នៅ array បែបនេះគឺយើងប្រើប្រាស់ array គេហៅថា key pair value អញ្ចឹងយើងប្រើប្រាស់ឧទាហរណ៍ថាយើងចង់ output ដែលយើងប្រើប្រាស់បាទ key លក្ខណៈ key pair value បាទអញ្ចឹងនៅពេលនោះគឺយើងអាចប្រើ for each ណាបាទ for each បាទarray បាទ key បាទ key ហើយនឹង value បាទ each ហ្នឹងតំណាងឲ្យ key ទាំងអស់បាទទាំង brand ទាំង model ទាំង year បាទហើយសញ្ញានេះបានន័យថាសញ្ញាដែលយើងប្រកាសវាហើយនឹងធ្វើការងារជាមួយនឹង key pair value ផងដែរបាទពេល x value គឺជាតម្លៃជា value នៃធាតុរបស់ array ទាំងអស់ដល់ពេល x ហ្នឹងគឺជាតំណាងឲ្យបាទ key ទាំងអស់ណាបាទអញ្ចឹង output គឺយើងត្រូវ output ទាំង key ទាំង value ដូចគ្នាដែរណាបាទពេលយើង output មកគឺ output ទាំង key ទាំង value ដូចគ្នាបាទហ្នឹងហើយអូខេអញ្ចឹងឧទាហរណ៍ថានេះគឺជាការ access ឬក៏ការប្រកាសជាមួយនឹង associative array បាទដែលមានលក្ខណៈជា key pair value យើងឃើញថា key pair value នេះគឺជា data ឬក៏ជា object មួយបាទឧទាហរណ៍ដូចជា JSON បាទ JSON នោះគឺជា data object មួយដែរដែលយើងបាទវាមានលក្ខណៈជា key pair value ដែរបាទ store data ណាបាទហ្នឹងហើយយ៉ាងកន្លែងនេះឧទាហរណ៍យើង reload បាទយើងឃើញទេបាទ key brand model ណា value Ford ឧទាហរណ៍ brand Ford model Mustang year 1964យ៉ាងកន្លែងនេះគឺឧទាហរណ៍ដែលយើងដាក់ថា brand ថាយើងដាក់យ៉ាងមកបាទយើង output ចឹងមកចឹងមកណាបាទ brand បាទ model បាទ year បាទនេះគឺជាការប្រើប្រាស់ associative array បាទហ្នឹងហើយ associative array អូខេបងប្អូនគ្នាបាទហើយយើងប៉ុណ្ណឹងទាក់ទងនឹង array ណាបាទយើងជួបគ្នានៅវគ្គបន្តទៀតបាទអរគុណ